អូខេនេះគឺជាវីដេអូមួយបង្ហាញពីទឹកពីពណ៌តើអ្នកធ្លាប់ឃើញមានទឹកពីពណ៌នៅភ្នំពេញដែរទេគឺនៅតំបន់ចតុមុខនៅក្នុងភ្នំពេញយើងអាចមើលឃើញទឹកមួយពណ៌ត្នោតនិងទឹកមួយទៀតពណ៌បៃតងយ៉ាងច្បាស់ខុសគ្នាតែម្ដងតើវាជាបាតុភូតអ្វីហេតុអ្វីបានជាវាមិនរលាយចូលគ្នាភ្លាមអូខេថ្ងៃនេះយើងនឹងបញ្យល់បែបវិទ្យាស្រាយចម្ងល់អ្នកទាំងអស់គ្នាអំពីការមិនរលាយចូលគ្នានៃទន្លេទាំងពីរដោយដែលបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងទីនេះគឺជាការជួបគ្នារវាងទន្លេមេគង្គជាមួយនឹងទន្លេសាបតែយើងឃើញហើយថាទន្លេមេគង្គមានទឹកពណ៌ខៀវបៃតងចំណែកឯទន្លេសាបគឺពណ៌ល្អក់បែបត្នោតឥឡូវយើងមកមើលមូលហេតុទី1គឺកម្រិតដីលាយដែលហៅថា sediment ទន្លេមេគង្គវាហូរឆ្លងកាត់ភ្នំដីជាច្រើនវាក៏កាត់ដីនិងនាំយកភាគល្អិតតូចៗជាច្រើនដែលហៅថា sediment ពេលពន្លឺប៉ះភាគល្អិតតូចៗនេះភាគល្អិតក៏ធ្លាក់ទៅខាងក្រោមការបែកបាក់ពន្លឺធ្វើឲ្យមើលទៅពណ៌បៃតងផ្ទុយទៅវិញទន្លេសាបមាន sediment ច្រើនទឹកល្អក់ភក់ជាច្រើនកឡើងលើដែលមើលទៅជាពណ៌ត្នោតមូលហេតុសំខាន់បំផុតនៃពណ៌ខុសគ្នាចំណុចទី2យើងទៅនិយាយអំពីល្បឿនលំហូរនិង momentum នៅក្នុងវិទ្យាសាស្ត្រ physics momentum ស្មើ mass គុណនឹងល្បឿនបើទន្លេមួយហូរលឿនជាងវានឹងរក្សាទិសដៅរបស់វាមិនលាយភ្លាមជាមួយទឹកខាងទៀតទេនៅត្រង់ចំណុចប៉ះគ្នាមានតំបន់មួយហៅថា Chill Zone ដែលទឹកទាំងពីរប៉ះគ្នាតែស្រទាប់នៅតែបែកចេញពីគ្នាចំណែកចំណុចទី3យើងនឹងនិយាយអំពី density ស្មើ mass ចែកនឹងមានទឹកដែលមាន sediment ច្រើននឹងមាន density ខ្ពស់ជាងនិងធ្ងន់ជាងបើ density ខុសគ្នាទឹកអាចបែកចែកជាស្រទាប់មួយនៅខាងលើនិងមួយទៀតនៅខាងក្រោមការរលាយចូលគ្នាត្រូវការពេលវេលាមិនមែនកាត់ឡើងភ្លាមនោះទេត្រង់ចំណុចនេះគឺជាចំណុចដ៏សំខាន់មួយដែរដែលធ្វើឲ្យទឹកមិនងាយរលាយចូលគ្នាភ្លាមឥឡូវយើងទៅមើលចំណុចទី4គឺសីតុណ្ហភាពនិងភាពចលាចលទឹកត្រជាក់ធ្ងន់ជាងទឹកក្តៅស្រាលជាងបើសីតុណ្ហភាពខុសគ្នាវាបង្កើតស្រទាប់ទឹកបន្ថែមពីនេះការរលាយទឹកអាស្រ័យទៅលើកម្លាំងខ្យល់រលកនិងចរន្តក្រោមទឹកបើចលាចលទាបទឹកទាំងពីរពណ៌នៅតែបែងចែកគ្នាច្បាស់ដដែលសន្និដ្ឋានទាំង4ចំណុចខាងលើនេះយើងអាចសន្និដ្ឋានបានថាទឹកពីរពណ៌មិនមែនជារឿងអាចកំបាំងអ្វីនោះទេតែវាគឺជាលទ្ធផលនៃវិទ្យាសាស្ត្រ hydrology និង fluid mechanics វាបង្ហាញអំពីកម្រិត deciment ខុសគ្នាល្បឿនលំហូរខុសគ្នា density ខុសគ្នាសីតុណ្ហភាពខុសគ្នាការរលាយយឺតដោយសារតែភាពចលាចលទាបធម្មជាតិពិតជាអស្ចារ្យនិងមានវិទ្យាសាស្ត្រលាក់ខ្លួននៅគ្រប់កន្លែងនៅក្នុងផែនដីអូខេអ្នកនរគ្នាហើយខ្ញុំក៏បញ្ជាក់ផងដែរថាការបែងចែកពីរពណ៌នៅតំបន់ចតុមុខនេះវាមិនមែនកើតជារៀងរាល់ខែនេះទេគឺកើតតែនៅរដូវប្រាំងប៉ុណ្ណោះរយៈពេលប្រហែលជា2ខែនិង3ខែប៉ុណ្ណោះបើបងចង់ទៅមើលអាចជិះទូកទៅមើលបានឬក៏ជិះដបទៅមើលបានវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើមានកន្លែងណាខុសឆ្គងក៏ដូចជាខ្វះខាតសូមអភ័យទោសផងខ្ញុំក៏ធ្វើវីដេអូចែករំលែកប៉ុណ្ណោះបើអ្នកគ្នាចូលចិត្តវីដេអូបែបវិទ្យាសាស្ត្របែបនេះក៏ដូចជាប្រវត្តិសាស្ត្រកុំភ្លេចជួយចុច like share និង subscribe ផងជួបគ្នានៅវីដេអូក្រោយ